ឡើងភ្នំសាននេះហ่าគឺស្ករគ្រប់រសជាតិហ្មងដើរកាត់ផុកផងទឹកផងព្រៃផងទៀមផងតរំតបានទៅដល់កន្លែងដែលមានទេសភាពស្អាតនៅលើកំពូលភ្នំហ្នឹងហើយសម្រាប់អ្នកដែលគាត់ចង់សាកល្បងឡើងភ្នំអីហ្នឹងអាចមើលវីដេអូនេះបានហើយភ្នំដែលខ្ញុំត្រូវឡើងហ្នឹងគឺភ្នំខ្នងកំពើនៅខាងកំពង់ស្ពឺនិយាយទៅពេលទៅដល់ហ្នឹងគឺយើងត្រូវញ៉ាំបាយនៅក្នុងសហគមន៍អីហើយទៅពួកខ្ញុំសម្រាប់បន្តិចរៀបចំដើរឡើងហ្មងសម្រាប់អីវ៉ាន់គឺពួកខ្ញុំត្រូវស្ពីខ្លួនឯងហើយម្នាក់គឺអត់ក្រោម5គីឡូវិញបើនិយាយពីផ្លូវវិញដោយសារតែខែនឹងខែភ្លៀងអញ្ចឹងហើយវារៀងពិបាកបន្តិចហើយពួកខ្ញុំវិញត្រូវដើរពីសហគមន៍ទៅកាន់ជើងភ្នំហើយបានឡើងទៅកំពូលភ្នំហ្មងបើនិយាយទៅរៀងឆ្ងាយដែរចូល3គីឡូអីដែរទៅដល់ជើងភ្នំហ្នឹងណាហើយទៅដល់ជើងភ្នំហ្នឹងគឺពួកខ្ញុំត្រូវឆ្លងកាត់វាស្រែផងអូផងហើយទៅដល់ហ្នឹងក៏មានបងដែលគាត់នៅនឹងគាត់លក់ជាភេសជ្ជៈហើយនឹងទឹកសុទ្ធអីដែរយើងអាចទិញហើយសម្រាប់នៅនឹងមួយផ្លែតមុននឹងឡើងទៅបន្តទៀតពេលឡើងហ្នឹងគឺយើងមានឧបសគ្គតិចតួចដែរត្រូវដើរឡើងថ្មឬក៏ត្រូវឡើងចំណោតអីហ្នឹងដែរព្រោះដោយសារតែខែនឹងខែភ្លៀងវាអាចជាល្អិតលេខតិចតួចធម្មតាការឡើងភ្នំគឺវាអត់ស្រួលទេប៉ុន្តែបើសិនជាយើងចង់ challenge ខ្លួនឯងចង់ទទួលបានបទពិសោធន៍ថ្មីអីហ្នឹងយើងនឹងខំប្រឹងឲ្យដល់គោលដៅការឡើងភ្នំគឺជួយបានច្រើនមែនទែនផ្លូវចិត្តវិញក៏ល្អប្រសើរជាងមុនដែរជួយកាត់បន្ថយភាពតានតឹងអារម្មណ៍ក៏រៀងធូរស្បើយជាងមុនដែរដោយសារតែយើងឃើញទេសភាពស្អាតមានព្រៃឈើធម្មជាតិព័ទ្ធជុំវិញយើងអីចឹងណាទៅដល់ផ្ទះ CI គឺយើងចាប់ផ្ដើមបោះតង់នៅមុខនឹងហើយគឺពួកខ្ញុំចាប់ផ្ដើមបន្តទៅងូតទឹកនៅជ្រោះមួយនៅហ្នឹងគេហៅអូខ្មែរក្រហមដែលវាឆ្ងាយពីកន្លែងបោះតង់2គីឡូទៅ3គីឡូដែរហើយដោយសារតែទើបតែភ្លៀងហើយមានត្រជាក់ហើយថ្លាអាចញ៉ាំបានពេលងូតទឹកហើយដើរត្រឡប់មកវិញបានដឹងខ្លួនឯងថាទៀកខាំនិយាយទៅអត់ដឹងខ្លួនសោះហ្មងបើនិយាយពីឈាមវិញគឺហូរអត់ឈប់សោះបន្ទាប់ពីញ៉ាំបាយញ៉ាំអីហើយគឺពួកខ្ញុំសម្រាប់យកកម្លាំងសម្រាប់ព្រឹកស្អែកទៀតហើយសម្រាប់ថ្ងៃទី2គឺពួកខ្ញុំងើបពីព្រលឹមបន្តិចដើម្បីទៅមើលថ្ងៃរះទៅដល់ហ្នឹងគឺថ្ងៃរះអត់មានទេប៉ុន្តែយើងអាចមើលពពកលេងនៅនឹងបានជាមួយនឹងបរិយាកាសញ៉ាំកាហ្វេអីឈិលអញ្ចឹងណាដោយសារតែនៅហ្នឹងគឺឈរពីលើខ្នងកំពើហ្នឹងគឺយើងអាចមើលឃើញទៅដល់ខ្នងផ្សារដែរនិយាយទៅគឺនៅជិតគ្នាហើយបន្ទាប់ពីញ៉ាំកាហ្វេមើលទស្សនវិជ្ជាអីហើយគឺពួកខ្ញុំបន្តដើរទៅមើលថ្មដែលមានសន្តានជាខ្នងកំពើនិយាយទៅគឺថ្មហ្នឹងមានកន្លាដូចរូបរាងកំពើអញ្ចឹងហើយក្នុងភ្នំកំពើហ្នឹងក៏សម្បូរទៅដោយវាស្រល់ដែរនិយាយទៅងាកទៅណាក៏ដើមឈើងាកទៅណាក៏ធម្មជាតិដែរហើយចេញពីហ្នឹងគឺពួកខ្ញុំត្រឡប់មកវិញដើម្បីញ៉ាំបាយញ៉ាំអីរៀបចំអីវ៉ាន់ដើម្បីចុះត្រឡប់ទៅក្រោមវិញហើយសម្រាប់អ្នកដែលគាត់ចង់សាកល្បងឡើងភ្នំអីហ្នឹងណាកុំស្ទាក់ស្ទើរតើតែយើងសាកល្បងមិនដឹងថាខ្លួនឯងទៅរួចអត់ជួនកាលពេលដែលយើងបានឆ្លងកាត់បទពិសោធន៍ទាំងអស់ហ្នឹងហើយយើងអាចនឹងមានគំនិតចង់សាកល្បងអីដែលថ្មីជាងនឹងតិចក៏ថាបានដែរអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ